បងខ្ញុំមានមិត្តនៅចិត្តភូមិព្រៃច័ន្ទប្រាប់ថាខ្មែរចាប់ទាហានថៃជិត80នាក់បាទខ្ញុំមិនដឹងមិនដែរជំរឿមើលព័ត៌មានហ្នឹងគឺមិនដឹងយ៉ាងម៉េចតាបាទអូដល់ពេលនិយាយចឹងខ្ញុំនិយាយបន្តិចចុះបាទខ្ញុំតន់នឹកឃើញមានប្រិមិត្តសួរខ្ញុំថាតើទីតាំងនេះខ្មែរវាយបានឬក៏ថៃវាយបានអីហ្នឹងយ៉ាងម៉េចហើយឃើញក៏មានអ្នកផ្សាយចេះផ្សាយចុះខ្ញុំគ្រាន់ចែករំលែកបទពិសោធន៍ទេជាការពិតបទពិសោធន៍ជាការពិតដែលខ្ញុំធ្លាប់អានអត្ថបទអីច្រើនជាពិសេសរឿងសង្គ្រាមនៅវៀតណាមហើយនិងរឿងអ៊ុយក្រែននោះផងដែររឿងវិញចេះទេរឿងវិញចេះទេស្ថានភាពនៅសមរភូមិពេលកំពុងប្រយុទ្ធគ្នាហ្នឹងវាអត់មានទីតាំងឈរជើងនឹងទេបាទទីតាំងហ្នឹងគឺផ្លាស់ប្ដូរជាប់ជានិច្ចជួនកាលសូមខ្ញុំនិយាយទូទៅមិននិយាយរឿងនៅខ្មែរណាជួនកាលថ្ងៃហ្នឹងអញ្ចឹងទោះហ្នឹងវាចូលដល់កន្លែងហ្នឹងឈរជើងបាន24ម៉ោងឬក៏2ថ្ងៃអញ្ចឹងទោះខាងមកខាងទៀតគេវាយមកដេញទៅវិញទៅបាទអញ្ចឹងគឺការរុញគ្នាទៅវិញទៅមករឿងព្រំដែនហ្នឹងគឺអត់មានកំណត់បានទេបាទសមរភូមិណាទីតាំងឈរជើងហ្នឹងទៅវិញទៅមកនេះជាគេថាជាធម្មជាតិនៃសង្គ្រាមបាទសង្គ្រាមនៅណាក៏ដោយសង្គ្រាមនៅវៀតណាមក៏ដោយសង្គ្រាមនៅវៀតណាមមានកន្លែងខ្លះទាហានខ្លះប្រាប់ខ្ញុំថាពេលខ្លះឈរជើងនៅភ្នំនឹងប្រយុទ្ធអស់ប្រហែលថ្ងៃឈរអស់ទាហានប្រហែលអ្នកអញ្ចឹងទៅឈរជើងបានតែមួយថ្ងៃជាពីលើមកថាដកទៅវិញទៅកន្លែងណាផ្សេងទៅវិញទៅបោះទីតាំងនឹងចោលក៏មានដែរអញ្ចឹងដូច្នេះរឿងទីតាំងឈរជើងនៅពេលកំពុងតែប្រយុទ្ធអត់យកជាការបានទេអញ្ចឹងណាគឺតតែចប់មិនអាចយកជាការបានចុះសំណួរសួរថាចាស់ហេតុអ្វីបានជាគេផ្សាយរឿងគេផ្សាយហ្នឹងវាមានពីរចំណុចបាទចំណុចទី1អ្នកសារព័ត៌មានគាត់ផ្សាយអានឹងរឿងរបស់គាត់បាទពួកគាត់ចង់ឲ្យធ្វើបច្ចុប្បន្នភាពភ្លាមឲ្យមហាជនគាត់បានដឹងក៏ប៉ុន្តែបទពិសោធន៍ដែលខ្ញុំដឹងមកវិញដែលគេប្រាប់ខ្ញុំវិញយើងសួរចំណាំភាគីណាដែលវាបានកន្លែងណាមួយឲ្យប្រកាសគឺភាគីហ្នឹងគាត់ចង់ប្រើរឿងហ្នឹងដើម្បីយកឈ្នះខាងផ្នែកចិត្តសាស្ត្រទេបាទខាងផ្នែកចិត្តសាស្ត្រហ្នឹងរឿងវាអញ្ចឹងអញ្ចឹងណាចឹងហើយខ្ញុំនិយាយនេះគឺតកតងនឹងត្រឡប់មករឿងជាមួយនឹងកម្ពុជាថៃមកដល់ម៉ោងនេះជាផ្លូវការខ្ញុំអត់ដែលឃើញទីខាងក្រសួងការពិជាតិរបស់កម្ពុជាប្រកាសទេអត់សោះតែម្ដងអត់សោះតែម្ដងតែថៃប្រកាសជាប់ជានិច្ចរហូតដល់សារព័ត៌មានថៃយកមកដកស្រង់ពីខាងយោធាជើងគោកជើងកាអីរបស់ថៃមកនេះមកបាទការនិយាយហ្នឹងអ្នកខ្លះគិតថាប្រហែលជាតម្លាភាពប៉ុន្តែដោយដែលខ្ញុំបាននិយាយចំណុចទី1ចឹងស្ថានភាពសមរភូមិវារុញទៅរុញមកជួនកាលឡើងទៅអញ្ចឹងឬជួនកាលពេលយើងឡើងទៅគេធ្វើជាចាញ់គេដកចេញបាទធ្លាប់មើលរឿងបុរាណឃើញចិនដឹងហើយជួនកាលគេធ្វើចាញ់មកគេធ្វើចាញ់គេដកថយដែលជាតាក់ទិករបស់គេពេលដែលយើងយកទៅគេដាក់មកកញ្ឆែងទៅ1គីឡូ4ជុងហ្នឹងទៅនឹងអស់លីងក៏មានដែរវាអញ្ចឹងណាបើដូច្នេះគឺតាក់ទិកប្រើគ្នាទៅវិញទៅមកស៊ីសងទៅលើស្ថានភាពហ្នឹងទេអញ្ចឹងបានជាខ្ញុំតាមមើលចំណុចណាខ្ញុំឃើញខាងកម្ពុជាអត់មានប្រកាសអត់ដែលគេប្រកាសជាផ្លូវការសាគ្រាន់តែប្រកាសថាឈរជើងបាននឹងថយអត់ថយអញ្ចឹងតែខាងថៃឃើញប្រកាសរហូតបាទអូបានដល់នេះហើយថតរូបថតអីមកនឹងក្នុងក្បួនកន្លងមកគឺដើម្បីយកឈ្នះខាងចិត្តសាស្ត្រទេប៉ុន្តែជួនកាលគាត់ដោតទងថតរូបហើយ5ម៉ោងក្រោយមកគេដាក់មកកញ្ច្រែងឲ្យទៅរត់ទៅវិញដកយកអ្នករបួសអ្នកពលីនឹងមិនទាន់ផងក៏មានដែរអញ្ចឹងណាអញ្ចឹងខ្ញុំគាត់ថាជម្រាបប៉ុណ្ណឹងដូច្នេះអញ្ចឹងអ្នកណាគេ share យ៉ាងម៉េចនឹងរឿងរបស់គេសម្រាប់ខ្ញុំមួយខ្ញុំអត់សូវយកហ្នឹងទេទោះបីជាខាងកម្ពុជាគាត់ផ្សាយក៏ដោយក៏ខ្ញុំអត់កន្លែងចំណុចហ្នឹងមួយខ្ញុំអត់យកមកចែកទេនេះជាចំហរបស់ខ្ញុំមកពីព្រោះខ្ញុំតាមបានរឿងនឹងច្រើនកិច្ចការអស់ហ្នឹងគឺវាទៅតតែរឿងនឹងចប់ហ្មងតតែរឿងនឹងចប់ចរចាគ្នាឲ្យអស់ហើយមិនមកអាហ្នឹងបានគេដាក់បាត់ដឹងថាយើងឈរជើងនៅកន្លែងណាហើយតតែមានការបញ្ជាក់ទាំងសងខាងទៀតបើកាលណាបញ្ជាក់តែមួយខាងអត់មានអ្នកណាទៅដល់ក៏យើងមិនអាចយកជាការបានដែរនឹងខ្ញុំគាត់ណាចែករំលែកប៉ុណ្ណឹងពីព្រោះឲ្យមានអ្នកmessage មកសួរផងអីមកផងតើលឺសូគេយកបាននេះបានខ្ញុំថាខ្ញុំមិនឆ្លើយទេបាទហ្នឹងគ្រាន់តែចែករំលែកប៉ុណ្ណឹងអ្វីដែលជាការសង្កេតរបស់ខ្ញុំណាបាទលឹមកំសាង
បងតាអាមេរិកបានអន្តរាគមន៍អំពីសៀមប្រើ F16 មកបំផ្លាញប្រាសាទរបស់កម្ពុជាហើយឬនៅបងបាទចម្លើយគឺនៅទេបាទនៅទេអញ្ចឹងរឿងហ្នឹងក៏ខ្ញុំសូមចែករំលែកព័ត៌មានចុងក្រោយនឹងផងបាទនិយាយបដើស្ដាប់បដើកុំខឹងសម្បាអីណាខឹងក៏ខឹងទៅបាទគួរតែខឹងផងក៏បានឲ្យខ្ញុំខឹងមកផ្លែតទៅហើយដែរគឺរឿងវិញចេះរឿងមានអ្នកដែលសួរមកខ្ញុំហើយគាត់និយាយជំនួសទាហានថៃបាទជំនួសទាហានថៃគាត់តាមខ្ញុំមិនប្រាប់ថាគាត់ជាអ្នកណាយណាគាត់គាត់និយាយចេះណាចាំគាត់អ្នកការពារនៅកាន់ជើងថៃគាត់និយាយចេះគាត់និយាយថាទាហានថៃបាញ់ទៅលើប្រាសាទនោះដោយសារតែនៅកន្លែងប្រាសាទហ្នឹងគឺកម្ពុជាដាក់ទាហាននៅទីនោះគាត់និយាយណាបាទគាត់និយាយប្រាប់គ្នាគាត់ផ្សាយនេះអញ្ចឹងបាទបានខ្ញុំចម្លើយខ្ញុំតបទៅវិញខ្ញុំថាកុំធ្វើជាអ្នកនាំពាក្យឲ្យយោធាថៃជាងទាហានថៃពីព្រោះទាហានថៃមកដល់ពេលនេះមិនដែលនិយាយអញ្ចឹងទេអ្វីដែលទាហានថៃនិយាយពិតប្រាកដគឺគាត់ចោទថាកម្ពុជាបាញ់ខ្លួនឯងណាពេលប្រិមិត្តស្ដាប់ហើយគួរតែក្តៅឆេវណាឃើញទេបាទអញ្ចឹងបាទខ្ញុំចង់ឆ្លើយតបអ្នកនោះវិញថាកុំធ្វើអ្នកនាំពាក្យទាហានថៃទាំងថៃអត់ទាំងនិយាយផងអញ្ចឹងដូចជាយើងអាចសន្និដ្ឋានបានថាអ្នកនោះគឺថៃផ្កាប់មុខពេកហើយរហូតដល់ថៃមិនទាំងនិយាយអញ្ចឹងផងគាត់បង្កើតពាក្យនឹងនិយាយដើម្បីការពារទាហានថៃបាទថៃគាត់និយាយថាអានោះពាក្យរបស់ស៊ូបារីគាត់ថាកម្ពុជាបកកែនៅក្នុងការបង្កើតព័ត៌មានคล้ายៗដូច្នេះគឺអាចនឹងកម្ពុជាបង្កើតរឿងនេះថាថៃជាអ្នកបាញ់ដាក់ប្រាសាទហ្នឹងឃើញទេគាត់ថែមទាំងនិយាយអញ្ចឹងទេអ្វីដែលថៃនិយាយអញ្ចឹងប្រិមិត្តស្ដាប់ហើយគួរឲ្យខឹងសម្មាដែរណាបាទតែគាត់ធ្វើបែបនេះហើយគាត់និយាយបែបហ្នឹងទៅរួចបានដែរបាទអញ្ចឹងខ្ញុំគាត់ជូនព័ត៌មានប៉ុណ្ណឹងហើយត្រឡប់មកគឹមសាងវិញបាទគឹមសាងវិញគឺបាទអត់ទាន់មានទេអត់មានទាន់បាននិយាយអំពីបញ្ហាហ្នឹងទេឃើញខាងកម្ពុជាយើងបានថ្កោលទោសហើយបាទពីព្រោះអីនេះជារឿងមួយมันអាចទទួលយកបាននេះដែលមកបាញ់ប្រាសាទទៅលើប្រាសាទរបស់កម្ពុជាដែលខ្លួនឯងមិនអះអាងទាមទារចង់បានថាជារបស់ខ្លួនទាំងអត់មានអីជាមូលដ្ឋានផងឥឡូវស្រាប់តែធ្វើបែបនេះដាក់ប្រាសាទខ្មែរនឹងគឺជារឿងមួយគួរឲ្យឈឺចាប់ហើយមិនតែប៉ុណ្្នឹងទេមកនិយាយរបៀបដូចដែលខ្ញុំបានជម្រាបជូនមិញហ្នឹងហើយអ្វីដែលគួរឲ្យខឹងថែមទៀតអ្នកដែលកាប់មុខជាមួយថៃថែមទាំងនិយាយពលឹះទាំងថៃអត់បាននិយាយបង្កើតរឿងនិយាយដើម្បីយកចិត្តគេនឹងដល់ថ្នាក់នោះពេកបាទមួយទៀតអូខេឥឡូវសូមផាន់រតនៈសួស្ដីបងតើក្នុងករណីបទឈប់បាញ់ត្រូវផ្អាកតើមានផលប៉ះពាល់អ្វីដល់កម្ពុជាក្នុងករណីបទឈប់បាញ់ទៅផ្អាកតើមានផលប៉ះពាល់អ្វីដល់កម្ពុជាបាទកំពុងផលប៉ះពាល់ដែលយើងជួបប្រទះហ្នឹងគឺកំពុងរឿងហ្នឹងថៃគាត់អាចនឹងរំលោភយើងហ្នឹងបាទចង់ឬក៏ចង់អញ្ចឹងណាឬក៏ចង់បាទបែបសំណួរបែបអញ្ចឹងហើយបាទអញ្ចឹងគឺបាទផលប៉ះពាល់ឃើញគាត់មកបាញ់មកអីលើយើងលើអីហ្នឹងបាទហើយចង់មិនចង់គឺកម្លាំងគាត់ខ្លាំងជាងណាហើយគាត់មានក៏ប្រកាសតបអីហ្នឹងមកប៉ុន្តែក្នុងពេលកន្លងមកគឺតបឱកាសហ្នឹងគឺបានតែបន្ទន់ដីទេការផ្លោយហ្នឹងបាទសំខាន់តបជើងគង់តែគាត់ហ៊ានឡើងមកបានប៉ុណ្ណាថ្មជើងគាត់ឡើងបានមកប៉ុណ្ណាព្រោះតែយើងចូលដីគេស្វាគមន៍អាហ្នឹងគ្រោះថ្នាក់ឯណាបាទគ្រោះថ្នាក់ឯដូចខ្ញុំធ្លាប់បានយករូបមន្តរបស់លោកតាដំសលីលើកមុនមកជម្រាបជូនអញ្ចឹងបាទអ្នករងចាំការពារខ្លួនហ្នឹងគឺគាត់មានព្រៀបជាងណាគាត់មានព្រៀបជាងលោកសិដ្ឋា what you mentioned is the real cases along our border មួយណាខ្ញុំ mention ច្រើនដែរអូខេអត់អីទេចឹងបាទអញ្ចឹងបានន័យថាលោកសិដ្ឋាគាត់យល់ព្រមសំណួរចុងក្រោយមួយចុះបាទខ្ញុំចង់ដឹងខ្ញុំមិនសួរហើយម៉ាគាត់ថាថៃចង់ឲ្យខ្មែរប្រើអាវុធចិនបាញ់យន្តហោះអាមេរិកដើម្បីបានហេតុផលនយោបាយម្យ៉ាង F16 ចិត្តចូលនិវត្តន៍ផងទេលោកខ្ញុំចង់ដឹងហ្នឹង
đằng tạ tịch ra nè sầm nua này cứ sầm nua đằng rương nè là sầm nua nó đằng rương bà mình là khi mưa sầm nua miên sầm nua sinh thế mình miên này thế kèm trong miệng một chài đằng tịch bà phép cái đây bà đôi sa pon miên khảo số định đi dục tại pon miên pi kít thái tại anh này thay chia sa pon miên đại dục chỉ plei cả đại tế tại anh ta chết từ tua dục pi khảo số tế à tế bà cái tiêm tọt bạc kia đây mà mình vô tăng khảo số nó tế còn là cái tay vô tăng sòng khang đây bomកំពុងនិយាយការពិតពីការពីចំនួនលើកទី1ហើយអូអញ្ចឹងណាបាទពេញចិត្តមកកច្រែងបាទអត់ឃើញអូខេអស់ហើយអញ្ចឹងណាអញ្ចឹងអត់ឃើញមានសំណួរអូខេអញ្ចឹងខ្ញុំចង់ដឹងហ្នឹងគឺបែរជាមានសំណាងដែលខ្ញុំអាចត្រូវឆ្លើយសួរហ្នឹងដឹងរឿងច្រើនណាបាទដឹងរឿងច្រើនដឹងរឿងបាទសំណួរនេះអានឹងគេហៅថាសួរសំណួរឆ្លាតគេដឹងរឿងអ្នកខ្លះដឹងរឿងគាត់ចេះសួរឃើញទេអ្នកកសែតក៏ចឹងដែរណាអ្នកកសែតក៏ចឹងដែរអ្នកកសែតខ្លះអត់ត្រៀមខ្លួនមុនអត់ដឹងសាច់រឿងមុនទៅសម្ភារគេសួរសំណួរខ្លះស្ដាប់មើលទៅអត់ឆ្លាតមកមិនឆ្លាតទេតែលោកខ្ញុំចង់ដឹងនេះគាត់ដឹងរឿងគាត់សួរសំណួរអញ្ចឹងខ្ញុំមិនតាំងខ្លួនជាអ្នកជំនាញប៉ុន្តែខំឆ្លើយទីងទួយចោះបានទីងទួយចោះដើម្បីកុំឲ្យថាខ្ញុំអ្នកជំនាញរឿងហ្នឹងពេកអ្វីដែលលោកសួរហ្នឹងគឺជាការពិតបាទជាការពិតពីព្រោះអីបាទខ្ញុំមិនដឹងអស់លក្ខខណ្ឌនៃការដែលប្រើអាវុធរបស់សហរដ្ឋអាមេរិកទេបាទប៉ុន្តែបើសិនជា F16 យកមក F16 របស់សហរដ្ឋអាមេរិកដូច្នេះអ្វីដែលអាចបាញ់ F16 បានប្រហែលជាសំណាញ់មេឃដែលរបស់ចិនពេលមិននៅចាំបានទេរឿងរវាងឥណ្ឌានិងប៉ាគីស្ថានបាទពេលដែលប៉ាគីស្ថានប្រើអាវុធរបស់ចិនយន្តហោះរបស់ចិនបាញ់យន្តហោះបារាំងដែលឥណ្ឌាប្រើបាទមានការពិភាក្សាគ្នាមានការស្រាវជ្រាវនឹងច្រើនចុះក្នុងករណីនេះដោយខ្ញុំសំទោសខ្ញុំអត់មានដឹងវិណាមកខ្ញុំនិយាយហ្នឹងគឺផ្អែកទៅលើគេនិយាយពីមុនកន្លងមកទេណាបាទកន្លងមកទេណាខ្ញុំអាចបរិបត្តិនៅស្រុកខ្មែរហ្នឹងខុសយ៉ាងម៉េចខ្ញុំមិនដឹងដែរគ្រាន់តែខ្ញុំនិយាយផ្អែកទៅលើបទពិសោធន៍ទេយើងលើកជាសេណារីយ៉ូអញ្ចេះបើសិនជាកម្ពុជាយកអាវុធចិនទៅបាញ់យន្តហោះរបស់អាមេរិកតើអាចបាញ់នៅក្នុងលក្ខខណ្ឌបែបណាខ្ញុំមិននិយាយច្រើនដល់មកប៉ះពាល់អារម្មណ៍គេអូខេនិយាយប៉ុណ្ណេះបានណាបាទសំណួរនេះតាមទៅបាទសំណួរនេះតាមទៅគឺវាអាចនឹងមានហេតុផលនយោបាយឬក៏ហេតុផលអីដែលថៃគាត់អាងរបស់អាមេរិកមានការការពារឬក៏មានការយោគយល់អីមិនចឹងច្រើនណាបាទអញ្ចឹងនិយាយត្រង់លោកខ្ញុំចង់ដឹងហ្នឹងគឺគាត់ដឹងរឿងមកបាទគាត់សួរឲ្យខ្ញុំនិយាយទេការពិតគាត់ដឹងរឿងហើយគាត់ដឹងរឿងច្រើនបាទខ្ញុំសូមមិននិយាយចោះបាទខ្ញុំសូមមិនឆ្លើយរឿងសំណួរនឹងមួយចោះបាទដើម្បីកុំឲ្យមានប៉ះពាល់អីបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនណាដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទសូមអរគុណយើងនឹងជួបគ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅថ្ងៃស្អែកសម្រាប់អ្នកនៅសហរដ្ឋអាមេរិកហើយសម្រាប់អ្នកនៅកម្ពុជាគឺនៅជប់នេះបាទសូមអរគុណសូមជម្រាបលា